បាទសូមជម្រាបសួរបាទបងប្អូនបាទថ្ងៃនេះមានសម្រាប់វីដេអូទូទៅហ្នឹងហើយវីដេអូថ្ងៃនេះវីដេអូប្លុកហ្នឹងហើយថ្ងៃនេះមានវត្តទីអារាមនៅក្បែរភ្នំហ្នឹងហើយបាទក្បែរជើងភ្នំតម្រៃពលាតទឹកខាងជើងហ្នឹងហើយវត្តនេះមិនដឹងថាវត្តស្ងួយដូចជាវត្តរាជាហ្នឹងហើយវត្តនេះហ្នឹងហើយអញ្ចឹងគឺគោលដបងគឺស្អាតមែនតើហ្នឹងហើយវត្តនេះហ្នឹងហើយវត្តនេះវាខ្វះខាតតិចតួចអញ្ចឹងមានបងប្អូនណាចង់ចូលរួមគឺចូលតាមកម្លាំងគ្រាបុណ្យអញ្ចឹងណាហ្នឹងហើយខ្ញុំជឿថាផ្សព្វផ្សាយជូនហ្នឹងហើយមានអីកម្លាំងមានលុយមានអីចឹងទៅហ្នឹងហើយនេះវត្តនេះគឺទៅណាស់ណាទេហ្នឹងហើយមានវត្តស័ក្តិសមាជិកវត្តតិចតួចចឹងហ្នឹងហើយមានសឹកច្រើនអីបានទៅហ្នឹងហើយតាមបុណ្យតាមមួយចឹងទៅហ្នឹងហើយហើយនេះព្រះអង្គខ្ពស់ណាវត្តនេះស្អាតរៀបចំតុបតែងអញ្ចឹងណាហ្នឹងហើយការរៀបចំអញ្ចឹងកំពុងតែរៀបចំបុណ្យអីផ្សេងអញ្ចឹងណារៀងរាល់ឆ្នាំអញ្ចឹងទៅបុណ្យប្រចាំឆ្នាំអញ្ចឹងទៅណានឹងអស់គ្នាហ្នឹងហើយហើយនេះក្នុងវត្តនេះមានកម្មវិធីដូចថាតិចបន្តួចអញ្ចឹងណាអត់មានអីធំទេហ្នឹងភាសាគាត់កំពុងតែរៀបចំហ្នឹងហើយមានគូនសិស្សលោកកំពុងរៀបចំរៀបអីចឹងទៅហ្នឹងហើយមានទង់ចិត្តខ្មែរយើងហើយដល់ទង់ចិត្តផ្សេងហ្នឹងទង់ចិត្តដូចជាខ្មែរយើងច្រើនជាងទង់ចិត្ត5ពណ៌ផ្សេងនឹងព្រះអង្គអញ្ចឹងណាហ្នឹងហើយដើម្បីដាក់ជាលម្អងមើលទៅស្អាតអញ្ចឹងណាហ្នឹងហើយយើងមានក្បែរមើលទេសភាពភ្នំទៅស្អាតពីចម្ងាយអញ្ចឹងណាហ្នឹងហើយទាំងអស់គ្នានេះនៅស្រស់មកប្រងហ្នឹងហើយដោយសារវត្តហ្នឹងពីមុនមានការហេតុចម្លែកច្រើនអញ្ចឹងណាវាអស់ចាមានឆារយៈហ្នឹងហើយដូចជាឆារយៈអីចឹងមុនបាត់ទៅចឹងហ្នឹងអស់គ្នាហ្នឹងហើយនៅក្នុងនោះមានព្រះអង្គ5ទិសហ្នឹងហើយព្រះអង្គកាយយកអីចឹងណាហ្នឹងហើយនៅមាន5ទិសនៅក្នុងវិហារមួយដែលខ្ពស់ជាងគេហ្នឹងហើយគឺស្អាតហ្នឹងហើយព្រះអង្គនេះរោងនេះរោងនេះគឺធំពីជួរហ្នឹងរៀបចំគង់តែតឡើងអីចឹងទៅហ្នឹងហើយទាំងអស់គ្នាហ្នឹងហើយខ្ញុំទៅចំចិត្តជួងចិត្តចង់ចឹងណាហ្នឹងហើយដើម្បីបានឆាប់បានទៅរលូនដោយព្រឹត្តដោយរលូនអញ្ចឹងណាទាំងអស់គ្នាហ្នឹងហើយនេះកំពុងតែរៀបចំរៀបក្បាច់ក្បូររចនាអញ្ចឹងទៅនេះហ្នឹងហើយទីចិត្តទីឆ្ងាយចឹងទៅហ្នឹងហើយបើសាច់ជាវត្តហើយព្រឹត្តទៅដោយលួនអញ្ចឹងណាហើយនេះអីចឹងទៅហ្នឹងហើយនេះកម្មវិធីកំពុងរៀបចំអញ្ចឹងណាមិនដឹងថាមិនអ្វីដែរអញ្ចឹងណាប៉ុន្តែអានេះគឺជាវីដេអូនេះគឺខ្ញុំគាត់ថតផ្ញើមើលអញ្ចឹងហើយគាត់ផ្សាយជូនដាក់ក្នុងដាក់នៅក្នុង YouTube Facebook ក្តីហ្នឹងហើយរោងមិនគឺធម្មតាអញ្ចឹងណាអ្នកគ្នារោងហ្នឹងហើយមានរូបដំណើរមានអីស្អាតដែរលម្អអញ្ចឹងណាលម្អដោយជួរហ្នឹងហើយបែរប្រភពទៅទិសខាងកើតហ្នឹងហើយមាននៃព្រះអង្គឲ្យច្រើនគួរសមជាមួយទៅស្អាតហ្នឹងហើយព្រះអង្គបិណ្ឌបាតដូចខ្ពស់តិចហ្នឹងហើយព្រះអង្គក៏តំននេះអីចឹងទៅណាហើយនេះនឹងកំពុងតែរៀបចំមើលជុំវិញវត្តបរិវេណជុំវិញវត្តមានអ្វីខ្លះអញ្ចឹងណាអ្នកនរគ្នាហ្នឹងហើយគង់តែមើលមានតុកមានអីចឹងទៅមានផ្ទះមានអីយ៉ាងរៀបចំហ្នឹងហើយខ្លះទៀតកំពុងតែមួយផ្សេងអីផ្សេងអញ្ចឹងទៅណាកំពុងតែជូតកណាត់ជូតកតាហ្នឹងមួយផ្សេងមួយអញ្ចឹងទៅហ្នឹងដើម្បីធ្វើកិច្ចពិធីអីចឹងផ្សេងមានការមានខ្ជិលមានអីចឹងកម្មលិការក្អូបគ្រឿងក្អូបអីចឹងណាអ្នកនរមានផ្លែឈើមានអីចឹងថាហ្នឹងហើយខ្ញុំទៅរៀបចំហើយហ្នឹងហើយនិយាយជីអីចឹងទៅហ្នឹងហើយតែក្នុងវីដេអូ